សូមជូនព័ត៌មានក្នុងប្រទេសខ្យល់បក់ខ្លាំងនៅក្នុងប្រទេសកម្ពុជាគឺបណ្ដាលមកពីកំណើនសិស្សនិស្សិតមានការងារធ្វើគ្រប់គ្នាលំដាប់តទៅនេះសូមស្ដាប់សេចក្តីរាយការណ៍ពិស្ដាថ្មីនេះអាកាសធាតុប្រែប្រួលក្តៅត្រជាក់ញ័រផ្លោកធ្វើឲ្យប្រជាពលរដ្ឋខ្មែរពិបាកក្នុងការធ្វើអាជីវកម្មនិងការរស់នៅបំផុតយោងតាមការស្រាវជ្រាវថ្មីរបស់អ្នកឯកទេសដេសម្បកកង់រថភ្លើងបានមានប្រសាសន៍ថាប្រទេសកម្ពុជាកំពុងតែជួបនៅវិបត្តិខ្យល់បក់ខ្លាំងគិតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគឺបណ្ដាលមកពីកម្ដៅសិស្សនិស្សិតមានការងារធ្វើគ្រប់គ្នាលោកអ៊ីរូកាវ៉ាម៉ែកាវ៉ាន់កាន់ម៉ាកាវេមានប្រសាសន៍បន្តថាប្រទេសកម្ពុជាកាលពីឆ្នាំ2012គឺគ្មានខ្យល់បក់ខ្លាំងដូចនេះទេគឺដោយសារតែមានសិស្សនិស្សិតដែលគ្មានការងារធ្វើដើរទាត់ខ្យល់រាប់ពាន់នាក់ធ្វើឲ្យខ្យល់ភ័យរត់ភៀសខ្លួនទៅនៅប្រទេសផ្សេងខ្យល់ខ្លះបានបែកបាក់កូនចៅចំណាក់ស្រុកទៅរស់នៅនិងរកស៊ីនៅប្រទេសជិតខាងដោយខុសច្បាប់តែដោយសារតែមានអត្រាសិស្សនិស្សិតមានការងារធ្វើច្រើនក្នុងអំឡុងចុងឆ្នាំ2013ឡើងទៅធ្វើឲ្យគ្មាននិស្សិតដើរទាត់ខ្យល់បន្តទៀតទើបធ្វើឲ្យខ្យល់មករស់នៅក្នុងប្រទេសកម្ពុជាវិញទាំងសប្បាយចិត្តនិងកែនតបខ្យល់មកបក់ខ្លាំងតែម្ដងដោយពីម្សិលមិញមានខ្យល់បក់យ៉ាងខ្លាំងរហូតដល់ប៉ៅម៉ូតូនិងសង្កសីហោះហើរពេញវេហាសន្និសីទកាសែតមួយនៅក្នុងស្រុកបានលើកឡើងថាបងប្អូនគួរតែប្រុងប្រយ័ត្ននៅពេលដែលមានខ្យល់បក់ខ្លាំងបែបនេះជៀសវាងការនៅក្រោមដើមឈើនិងបង្គោលភ្លើងនានាដែលជាហេតុបណ្ដាលឲ្យបាក់សង្កត់ទៅលើអ្នកដូចនេះបងប្អូនត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុតលោកអ៊ីរូកាវ៉ាម៉ែកាវ៉ាន់កាន់ម៉ាកាវេបានបន្តសម្ដីចុងក្រោយថានំប៉័ងសាច់តតែស៊ីដាក់ត្រីខទើបឆ្ងាញ់ខ្ញុំបាទតិនហ្វីធ្វើសេចក្តីរាយការណ៍ពីក្នុងផ្លោក